តើវាសនារបស់គ្រួសារមួយត្រូវបានសម្រេចដោយអ្នកណាមកស្ដាប់រឿងនិទានមួយនេះហើយបន្ទាប់ពីស្ដាប់ចប់អ្នកនឹងយល់នៅមាត់សមុទ្រមានអ្នកនេសាទពីរគ្រួសារពួកគេចេញទៅនេសាទរាល់ថ្ងៃហើយចាប់បានត្រីខ្លះៗគ្រប់គ្រាន់សម្រាប់ឲ្យគ្រួសាររបស់ពួកគេបរិភោគហើយពេលដែលមានសំណាងល្អពួកគេនឹងមានត្រីសល់ខ្លះដែលអាចយកទៅលក់នៅផ្សារដើម្បីដូរយកលុយចាយវាយបន្តិចបន្តួចស្ថានភាពរបស់គ្រួសារទាំងពីរនេះស្ទើរតែដូចគ្នាតែប្រពន្ធរបស់ពួកគេមានភាពខុសគ្នាយ៉ាងខ្លាំងប្រពន្ធរបស់អ្នកនេសាទទី1រអ៊ូរទាំអំពីជីវិតរាល់ថ្ងៃនិងតែងតែស្ដីបន្ទោសប្តីរបស់នាងថាអ្នកគ្រាន់តែជាមនុស្សឥតប្រយោជន៍ម្នាក់មើលអ្នកចាប់បានត្រីតិចតួចប៉ុណ្ណឹងរាល់ថ្ងៃតើគ្រួសាររបស់យើងនឹងមានជីវភាពល្អនៅពេលណានាងថែមទាំងនិយាយដោយគ្មានមេត្តាចំពោះមុខកូនរបស់ពួកគេទៀតផងថាមើលឪពុករបស់ឯងគាត់គ្រាន់តែជាមនុស្សឥតប្រយោជន៍គ្មានតម្លៃអ្វីទាំងអស់យូរទៅអ្នកនេសាទនេះគ្មានកម្លាំងចិត្តហើយមានអារម្មណ៍តានតឹងយ៉ាងខ្លាំងរាល់ពេលដែលចេញទៅនេសាទបន្ទាប់ពីចាប់ត្រីរួចគាត់សុខចិត្តឈរបក់ខ្យល់នៅមាត់សមុទ្រជាជាងត្រឡប់ទៅផ្ទះវិញព្រោះនៅផ្ទះមានតែការស្ដីបន្ទោសនិងការជេរប្រមាថពីភរិយាដែលរងចាំគាត់ចំណែកប្រពន្ធរបស់អ្នកនេសាទទី2មានលក្ខណៈខុសគ្នាស្រឡះនាងសរសើរនិងលើកទឹកចិត្តប្តីរបស់នាងជារៀងរាល់ថ្ងៃនាងតែងតែនិយាយថាអ្នកមិនដែលទុកឲ្យពួកយើងឃ្លានហើយរាល់ថ្ងៃអ្នកអាចនាំយកត្រីឆ្ងាញ់ៗមកឲ្យយើងពិតជាសប្បាយចិត្តខ្លាំងណាស់ហើយនៅចំពោះមុខកូនរបស់ពួកគេនាងសរសើរថាមើលឪពុករបស់កូនគាត់ជាវីរៈបុរសដ៏អស្ចារ្យដែលចាប់ត្រីបានរាល់ពេលដែលចេញទៅសមុទ្រក្រោមការលើកទឹកចិត្តបែបនេះអ្នកនេសាទទី2មានអារម្មណ៍រីករាយរាល់ពេលចេញទៅនេសាទគាត់ធ្វើការយ៉ាងសកម្មហើយនៅពេលដែលស្ថានភាពរបស់មនុស្សល្អសំណាងក៏កាន់តែល្អដែរគាត់ចាប់បានត្រីកាន់តែច្រើន